ជ្រក់សម្បកអាឡឹកនេះកាលពីនៅក្មេងគឺម៉ែអាសាធ្វើឲ្យហូបណាស់គាត់ចូលចិត្តហើយខ្ញុំនេះក៏ចូលចិត្តដូចគ្នាប៉ុន្តែអត់ដែលសូវបានធ្វើទេថ្ងៃមុននេះនឹកឃើញទិញអាឡឹកគេមកមួយឃើញសម្បកវារាងក្រាស់ដែរអូមានអីនឹកឃើញធ្វើជ្រក់សម្បកអាឡឹកនេះហ្មងទៅចិត្តសម្បកវាខាងឲ្យស្អាតឆ្កៀលយកអាសាច់ក្រហមនឹងចេញទៅហើយចាំយើងលាងទឹកមកយើងហាន់វាកង់អញ្ចឹងណាយើងទុកម្លែកហើយយើងមកដាក់ឆ្នាំងដាំទឹកធ្វើទឹកជ្រក់របស់យើងណាយើងដាក់អំបិលស្ករបន្តិចប៊ីចេងបន្តិចទៅហើយខ្ញុំយកអាសម្បកអាឡឹកដែលយើងចិតហើយយកមកដាក់កែវយើងពេលយើងដាំទឹកហ្នឹងឥឡូវទឹកយើងពុះហើយយើងកុំទាន់ចាក់ចូលយើងកូរវាឲ្យរៀងត្រជាក់បាត់ផ្សែងបន្តិចចាំយើងចាក់វាចូលធ្វើអញ្ចឹងកុំឲ្យវាលួយសម្បកអាឡឹកយើងមិនខូចធ្វើឲ្យជ្រក់យើងហ្នឹងបរាជ័យហូបអត់កើតឡើយអញ្ចឹងហើយគឺថាយើងចូលពេញឲ្យលិចវាមកហើយយើងចំហវាសិនកុំទាន់បិទគម្របចំហតវាចុះត្រជាក់ណាហើយទុក2ថ្ងៃគឺវាជូរដូចអញ្ចឹងហ្មងនេះប្រែពណ៌ជ្រក់របស់យើងគឺជោគជ័យហើយសាច់គេឡើងស្រួយក្លិនឡើងឈ្ងុយហ្មងហើយយើងយកមកលាយស្ករប៊ីចេងតិចតិចទៅញិចម្ទេសមកជាមួយសាច់អាំងត្រីអាំងអីហ្នឹងហើយបើបែបទៀតគឺម៉ែខ្ញុំគាត់រសាធ្វើហ្នឹងគឺត្រីឆ្អើគាត់យកមកបុកឲ្យរោយពីលើវាមកឆ្ងាញ់ហ្មង